ឈប់ឆ្លោះឈប់ខឹងដើម្បីខ្លួនឯងខ្ញុំឈប់ឆ្លោះប្រកែកយកឈ្នះចាញ់ទៀតហើយដោយសារខ្ញុំចាប់ផ្ដើមបានដឹងថាមនុស្សគ្រប់រូបឈរលើទស្សនៈផ្ទាល់ខ្លួនរបស់គេដើម្បីគិតអំពីបញ្ហាដូច្នេះបើសិនជាមាននរណាម្នាក់ប្រាប់អ្នកថា1+1 ស្មើ11អ្នកគ្រាន់តែញញឹមហើយនិយាយថាត្រឹមត្រូវណាស់អ្នកពិតជាប្រកែកមែនមានលុយយកខ្លួនធ្វើឲ្យជាមនុស្សល្អអត់លុយយកការងារមកធ្វើឲ្យបានល្អពុះមិនដែលគិតថាខ្លួនឯងមានពឹសរុយមិនដែលគិតថាខ្លួនឯងក៏ក្រិចមនុស្សមិនដែលគិតថាខ្លួនឯងមានកំហុសអំពើល្អរបស់អ្នកចំពោះអ្នកដទៃគឺប្រៀបដូចជាស្ករគ្រាប់មួយគ្រាប់ពេលញ៉ាំទៅក៏រលាយអស់ប៉ុន្តែកំហុសអ្នកវិញប្រៀបដូចជាស្លាកស្នាមមួយគឺវានៅថិតថេររហូត